ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើពីរបៀបចាក់សារាយបងប្អូនជាដំបូងយើងត្រូវដាក់ទឹកតាមតែបងប្អូនត្រូវការស្មានអញ្ចឹងណាបងប្អូនបន្ទាប់មកយើងដាក់ស្ករត្នោតខ្ញុំថ្ងៃនេះខ្ញុំប្រើស្ករត្នោតព្រោះអីធ្វើឲ្យកូនតូចបរិភោគអញ្ចឹងណាបងប្អូនហើយក៏យើងដាក់ម្សៅសារាយចូលតាមបរិមាណដែលបងប្អូនចូលចិត្តអញ្ចឹងណាបងប្អូនបន្ទាប់មកទៀតក៏យើងខ្ញុំថ្ងៃនេះខ្ញុំមានផ្លែ strawberry អញ្ចឹងខ្ញុំហាន់ផ្លែ strawberry ចាហាន់តាមភាគល្អិតដែលបងប្អូនត្រូវចង់បានអញ្ចឹងណាបងប្អូនបន្តមកទៀតយើងហាន់ហើយយើងទុកម្ល៉េះហើយយើងទៅកកូរស្ករហើយនិងម្សៅសារាយដែលយើងបានលាយបងប្អូនយើងចាបងប្អូនបន្តមកទៀតយើងកូរខ្ទិះដូងវិញម្ដងបងប្អូនខ្ញុំសូមបញ្ជាក់បន្តិចម្សៅសារាយហើយនិងស្ករអំបញ្ញមិញយើងត្រូវកកូរឲ្យរាងពុះហើយចាំយើងលើកដាក់ម្លាយបងប្អូនបន្តមកយើងកកូរជាមួយនឹងខ្ទិះដូងរហូតដល់ពុះហើយគឺយើងទុកម្លាយហើយយើងក៏បន្តមកហាន់ផ្លែសាវម៉ាបងប្អូនខ្ញុំចូលដល់កូនខ្ញុំសូមញ៉ាំផ្លែខ្ញុំមកចាត់ផ្លែសាវម៉ាបងប្អូនសម្រាប់ផ្លែឈើយើងចង់ដាក់ប្រភេទផ្លែឈើអីក៏បានដែរបងប្អូនដូចជាផ្លែក្រូចក៏បានសាវម៉ាបើមានសាវម៉ាបងប្អូនដាក់សាវម៉ាឬផ្លែស្ទ្រូប៊េរីចុះបងប្អូនតាមតែចំណង់ចំណូលចិត្តហើយក៏យើងចាត់ទុកម្លាយសិនហើយបន្តមកទៀតយើងយកសារាយដែលយើងកូរបងប្អូនចាក់ចូលពីលើផ្លែស្ទ្រូប៊េរីប៉ុន្តែខ្ញុំសូមបញ្ជាក់សារាយដែលយើងកូរយើងទុកឲ្យក្តៅបងប្អូនកុំចាក់ភ្លាមព្រោះខ្លាចស្លោកផ្លែស្ទ្រូប៊េរីទៅអត់ឆ្ងាញ់ទេបន្ទាប់មកទៀតគឺយើងបានរោយចាក់ខ្ទិះដូងពីលើផ្លែស្ទ្រូប៊េរីពីលើនឹងមកចាបងប្អូនហើយយើងចាំរយៈពេល3ម៉ោងបងប្អូនចាំយើងហាន់នឹងឲ្យបងប្អូនឥឡូវសារាយបនខ្ញុំនឹងកើតហើយបងប្អូនគឺមានសភាពបែបហ្នឹងចាបងប្អូនអរគុណសម្រាប់ការទស្សនាបងប្អូនសូមបងប្អូនជួយចុច Subscribe ហើយនិងជួយចុច Like ឲ្យខ្ញុំផងបងប្អូនអរគុណច្រើនបងប្អូន